នេះគឺជារបៀបដែលជប៉ុនបានផ្លាស់ប្ដូរពិភពលោកបើគ្មានប្រទេសជប៉ុនពិភពលោកនឹងខុសប្លែកទាំងស្រុងគ្មានទីក្រុងតូក្យូគ្មានភ្នំហ្វូជីមានតែវាលទឹកធំៗនៅមហាសមុទ្រប៉ាស៊ីហ្វិកប៉ុណ្ណោះប្រវត្តិសាស្ត្រគ្មានសាមូរ៉ាយគ្មានសូកុនគ្មានការបដូរទ្រង់ទ្រាយសម័យមេយីសង្គ្រាមលោកលើកទី2ខុសប្លែកទាំងស្រុងគ្មានការវាយប្រហារលើ Pearl Harbor គ្មានសមរភូមិប៉ាស៊ីហ្វិកហើយការកងអំណាចពិភពលោកនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងបច្ចេកវិទ្យាគ្មាន Sony គ្មាន Nintendo គ្មាន Toyota ពិភពហ្គេមខុសឆ្ងាយមិនដូចបច្ចុប្បន្នឡើយ Anime ថ្មីទូទាំងពិភពលោកមិនដែលកាត់ឡើងទេគ្មាន Dragon Ball គ្មាន One Piece វប្បធម៌គ្មាន Sushi គ្មានប្រពៃណីសាមូរ៉ាយវិស្មកាយការពារមិនដូចឥឡូវឡើយប្រសិនបើគ្មាន Judoការ៉ាតេឬជា Jiu-Jitsu សេដ្ឋកិច្ចបើគ្មានជប៉ុនសេដ្ឋកិច្ចធំមួយរបស់ពិភពលោកនឹងរលាយបាត់ឧស្សាហកម្មបច្ចេកវិទ្យានិងរថយន្តក្រោយពេលយូរដល់ពេលសម័យយើងគឺមិន